Motorola Edge 60 ទូរស័ព្ទថ្មីកាមេរ៉ា50 megapixel ទាំងមុខទាំងក្រោយសួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់ព័ត៌មានបច្ចេកវិទ្យាចុងក្រោយបំផុតបាទថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នាមកស្គាល់ទូរស័ព្ទថ្មីពី Motorola ដែលមានឈ្មោះថា Motorola Edge 60ដែលទើបតែមានការបញ្ចេញឬក៏បែកធ្លាយនៅតាមបណ្ដាញសង្គម Motorola Edge 60មានអេក្រង់ទំហំ 6.7 អ៊ីនជាប្រភេទ POLED និងមានភាពច្បាស់ទំហំ 1220 គុណនឹង 2712 pixel ហើយមាន refresh rate រហូតដល់ 120Hz ប្រើប្រាស់ chip MediaTek Dimensity រួមជាមួយ RAM ទំហំ 12GB និងអង្គផ្ទុកទិន្នន័យ 512GB ហើយកម្លាំងប៉ុណ្ណឹងវាអាចធ្វើការបានយ៉ាងរលូនសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃនិងលេងហ្គេមផងដែរចំណុចពិសេសជាងនេះគឺវាមានកាមេរ៉ាខាងមុខនិងខាងក្រោយទាំងពីរទំហំ50 megapixel ហើយកាមេរ៉ាខាងក្រោយប្រើ sensor Sony Lita LYT700C មានថ្មធំទំហំ 5200 mAh មានសមត្ថភាពសាកលឿនរហូតដល់ 68 វ៉ាត់ដែលអាចបំពេញថ្មក្នុងរយៈពេលខ្លីMotorola Edge 60ក៏មានវិញ្ញាបនបត្រ MSTD810H ដែលបញ្ជាក់ថាវាអាចធន់នឹងសម្ពាធនានាការធ្លាក់ឬក៏ការសង្កត់ធ្ងន់ធ្ងរទោះបីជាការបរិច្ឆេទមិនទាន់ចេញផ្សាយជាផ្លូវការយើងសង្ឃឹមថាវាអាចនឹងបង្ហាញមកជាមួយនឹងស៊េរី RAS 60និង RAS 60 Ultra នាពេលខាងមុខនេះសូមកុំភ្លេចចុច like និង subscribe ដើម្បីទទួលបាននូវវីដេអូព័ត៌មានថ្មីៗបន្តបន្ទាប់ទៀត